ថ្ងៃនេះសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យបានធ្វើសកម្មភាពមនុស្សធម៌ចំនួន2គឺសកម្មភាពទី1សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យបាននាំយកអំណោយមនុស្សធម៌ជូនវីរៈកងទ័ពជួរមុខនៅតំបន់បឹងត្រកួនព្រមទាំងអំពាវនាវការគាំទ្រពីសប្បុរសជនចំណែកឯសកម្មភាពទី2គឺសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបាននាំជោគអំណោយជូនដល់លោកតាជរាគ្មានទីពឹងម្នាក់នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យថែទាំលោកសុខសន្តិភាពកម្ពុជាពេញព្រៀបអភិវឌ្ឍទឹកដីខ្មែររីកលូតលាស់លើគ្រប់វិស័យដោយសារស្នាដៃបង្ត្រជាជនខេត្តបន្ទាយមានជ័យនៅក្នុងស្មារតីសាមគ្គីជាតិនិងការគិតគូរពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធដែលកំពុងតែឈរជើងការពារទឹកដីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពហៅកាត់ថាសសយោសសាខាខេត្តបន្ទាយមានជ័យនៅថ្ងៃទី29ខែមិថុនាឆ្នាំ2026នេះបានរៀបចំយុទ្ធនាការមនុស្សធម៌ដ៏មានសារៈសំខាន់មួយដោយបានប្រមូលផ្ដុំនិងនាំជោគអំណោយជាគ្រឿងឧបភោគបរិភោគនិងទឹកបរិសុទ្ធដើម្បីចែកជូនដល់វីរៈកងទ័ពជួរមុខដែលកំពុងតែបំពេញភារកិច្ចយ៉ាងសកម្មនៅតាមតំបន់ខ្សែបន្ទាត់ព្រំដែនជួរមុខក្នុងខេត្តបន្ទាយមានជ័យសកម្មភាពមនុស្សធម៌ដ៏ស្វិតស្វាញនិងពោពេញទៅដោយទឹកចិត្តនេះត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មការនៃសមាគមរួមមានលោកឈុនវីរៈប្រធានសាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពខេត្តបន្ទាយមានជ័យលោកហៅតូទីប្រឹក្សាសមាគមខេត្តបន្ទាយមានជ័យលោកលឹមនីអនុប្រធានផ្នែកធនធាននៃសមាគមខេត្តបន្ទាយមានជ័យលោកណែនតិតសមាជិកនៃសមាគមលោកសៃចន្ទធាសមាជិកនៃសមាគមព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យជាច្រើនរូបផងដែរសកម្មភាពជាក់ស្ដែងក្រុមការងារយុវជននៃសមាគមជាច្រើនរូបបានបង្ហាញពីសាមគ្គីភាពយ៉ាងស្អិតរមួតដោយបានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំនៅក្នុងការលើកនិងរៀបចំនៅទឹកបរិសុទ្ធព្រមទាំងស្បៀងអាហារជាចាំបាច់ផ្សេងៗទៀតឡើងរថយន្តដឹកជញ្ជូនដើម្បីត្រៀមធ្វើដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនជួរមុខទិដ្ឋភាពដ៏រស់រវើកនេះមិនត្រឹមតែបង្ហាញពីការលះបង់កម្លាំងកាយចិត្តរបស់ក្រុមយុវជនប៉ុណ្ណោះទេប៉ុន្តែវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមរភូមិក្រោយគាំទ្រសមរភូមិមុខនៅក្នុងការផ្ដល់កម្លាំងចិត្តនិងបង្កើននូវភាពកក់ក្ដៅដល់កងទ័ពការពារព្រំដែនលើក្នុងឱកាសដ៏ថ្លៃថ្លានេះលោកឈុនវីរៈប្រធានសាខាខេត្តរួមទាំងគណៈកម្មការដឹកនាំទាំងអស់បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់កងទ័ពគ្រប់រូបទន្ទឹមនឹងនេះថ្នាក់ដឹកនាំសមាគមក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសសូមបន្តចូលរួមគាំទ្រឧបត្ថម្ភជាថវិកាសម្ភារៈនិងគ្រឿងឧបភោគបរិភោគដល់សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យដើម្បីឲ្យសមាគមមានលទ្ធភាពនិងធនធានកាន់តែទូលំទូលាយក្នុងការបន្តបេសកកម្មមនុស្សធម៌ជួយដល់សង្គមជាតិជួយយុវជននិងគាំទ្រដល់វីរៈកងទ័ពជួរមុខរបស់យើងនៅពេលខាងមុខជាបន្តបន្ទាប់ទៀតចំណែកឯសកម្មភាពទី2គឺសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបាននាំជោគអំណោយជូនដល់លោកតាជរាគ្មានទីពឹងម្នាក់នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី29ខែមិថុនាឆ្នាំ2026នេះក្រុមការងារនៃសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យបានចុះផ្ទាល់ដឹកនាំយកនៅគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៅប្រគល់ជូនលោកតាជរាម្នាក់ដែលកំពុងតែរស់នៅក្នុងស្ថានភាពយ៉ាងលំបាកវេទនាគ្មានទីពឹងគ្មានផ្ទះសម្បែងពិតប្រាកដនៅក្នុងភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្នុងសកម្មភាពមនុស្សធម៌នេះក៏បានបង្ហាញឲ្យឃើញថាលោកតាមានវ័យជរាណាស់ទៅហើយថែមទាំងគ្មានសាច់ញាតិមើលថែទាំនោះឡើយរាល់ថ្ងៃលោកតាមានកូនមានចៅត្រូវបង្ខំចិត្តរស់នៅនិងតាំងទីជម្រកបណ្ដោះអាសន្ននៅក្រោមដើមឈើដោយមានត្រឹមតែអង្រឹងមួយសម្រាប់សម្រាកនិងឆ្នាំងបាយចាស់មួយសម្រាប់ដាំស្លចិញ្ចឹមជីវិតយ៉ាងកំសត់សូម្បីតែអាហារហូបចុកប្រចាំថ្ងៃក៏មានភាពខ្វះខាតខ្លាំងដែលជារូបភាពមួយដ៏គួរឲ្យសង្វេគជាពន់ពេកដើម្បីជាការចូលរួមនៅការសម្រាលទុក្ខលំបាកនិងផ្ដល់ភាពកក់ក្ដៅដល់លោកតាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានដឹកនាំដោយលោកឈុនវីរៈប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យលោកហៅតូទីប្រឹក្សាសមាគមខេត្តលោកលឹមនីអនុប្រធានផ្នែកធនធាននៃសមាគមលោកសៅចន្ទធា
សមាជិកនៃសមាគមលោកណែនតិតសមាជិកនៃសមាគមរួមទាំងសមាជិកសមាជិកាជាច្រើនរូបនៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យជាច្រើនរូបផងដែរបាននាំយកនៅអំណោយសង្គ្រោះបន្ទាន់រួមមានអង្ករមីទឹកបរិសុទ្ធភួយខ្នើយនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតទៅប្រកួតជូនលោកតាដល់ទីកន្លែងស្នាក់នៅផ្ទាល់តែម្ដងជាក្នុងឱកាសនោះផងដែរសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសូមធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនជនរួមជាតិក៏ដូចជាសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយគាំទ្រនិងចូលរួមបរិច្ចាគជាថវិកាក៏ដូចជាសម្ភារៈផ្សេងៗតាមលទ្ធភាពដើម្បីឲ្យសមាគមមានលទ្ធភាពនិងថវិកាកាន់តែគ្រប់គ្រាន់ក្នុងការបន្តបេសកកម្មមនុស្សធម៌ដែលចែកអំណោយនិងជួយសង្គ្រោះដល់ជនចាស់ជរាជនពិការភាពនិងជនងាយរងគ្រោះផ្សេងទៀតដែលកំពុងតែរងចាំជំនួយនៅទូទាំងខេត្តរួមគ្នាកសាងក្តីស្រឡាញ់និងចែករំលែកនៅក្តីមេត្តាធម៌ដល់សង្គមជាតិរាល់ការចូលរួមចំណែករបស់លោកអ្នកគឺជាកម្លាំងចិត្តដ៏ធំធេងនិងជាជីវិតថ្មីរបស់ជនក្រីក្រផងដែរមានសន្តិភាពមានបញ្ញាវន្តទំពាំងប្រាកដដោះតរស័យដោះជ្រងពេញផ្ទៃទឹកដីអង្គរសន្តិភាពជាគ្រឹះកសាងនគរយុវជនក្រោកឈរសរឹងមាំយុវជនសន្តិភាព